ព្រះបង្គំបត់ដុំដៃទៅវិញបង្ហាញថាមានភ្នំព្រះសម័យនៅចំកណ្ដាលចិនបង្ហាញរៀន5មកទៀតគឺបានន័យថាមានព្រះពុទ្ធ5ព្រះអង្គត្រាស់នៅក្នុងកាប់នេះក្រាបទូលទើបទូព្រះបង្គំបង្ហាញរៀនដៃមួយនោះមានន័យថាមានតាមព្រះអង្គមែនប៉ុន្តែត្រាស់បាន4ព្រះអង្គហើយនៅមួយព្រះអង្គទៀតមិនទាន់ត្រាស់ប្រស្នានេះមានន័យច្បាស់លាស់ត្រឹមត្រូវណាស់ក្រាបទូលអូច្បាស់លាស់ត្រឹមត្រូវណាស់សំហេតុសំផលជួយពលព្រះករណាផ្លៃសេមកនាំគ្នាមកណែក្មួយស្ដាប់តាមអញ្ជើញណាលឺអូច្រើនណាស់គ្រឿងល្អណាស់អរគុណទាំងអស់គ្នាហើយណាដាក់ត្រង់ចុះអត់យើងក្មេងៗចូលមកខ្ញុំអង្គុយនេះអង្គុយទៅអឺអត់កន្លែងវិញទៅមកចាំនេះពួកឯងចាំមើលណាបើឃើញអ្នកប្រាយស្រុកចិនមកដល់ចូលពួកឯងនាំគ្នាអានអក្សរនៅលើกระดาษនេះឲ្យខ្លាំងពួកឯងអានយ៉ាងម៉េចក៏បានដែរត្រូវស្រែកឲ្យខ្លាំងកុំបន្ធូរដៃឲ្យសោះឥឡូវនេះពួកឯងទាំងអស់គ្នាចាប់ផ្ដើមសារមើលទៅឲ្យត្រូវគ្នានាំគ្នាមកស្ដាប់ណាឥឡូវអ្នកប្រាយស្រុកចិនមកឲ្យពួកឯងសេចក្ដីសិនទៅសោះតែមកហើយកុំជួយទៅកណោះលោកអ្នកប្រាជ្ញដល់ដំស្គាល់តួអក្សរដែលក្មេងទាំងនេះអានទេពួកខាងមិនដែលឃើញនឹងលើអក្សរអិចបែបនេះទេអូអញ្ចឹងពួកលោកចាញ់យើងត្រង់អក្សរនេះហើយព្រោះបើពួកអ្នកមិនស្គាល់តួអក្សរនេះមិនអាចឆ្លើយដល់ប្រស្នានឹងគ្នាបានឡើយគឺតួអក្សរនេះគេហៅថាអក្សរមិនឆ្វេងអក្សរព្រាហ្មណ៍ណាពាក្យថាចាញ់នេះមិនមែនចាញ់ត្រឹមតែព្រឹកនេះទេគឺចាញ់តាំងពីម្សិលមិញមករហូតតើពេលនេះត្រូវឲ្យដល់ប្រស្នាទល់មុខនឹងគ្នាដូចមិនដេចនឹងកើតទៅបើសំបីតែអក្សរដែលយើងដាក់ឲ្យកូនក្មេងរៀនអ្នកឯងមើលមិនដាច់ទៅហើយអ្នកតែស្រុកចិនអន់ណាអន់ជាងកុមារនៅស្រុកខ្មែរយើងទៀតធនជីអ្នកបានធ្វើឲ្យប្រទេសជាតិទទួលជ័យជំនះខ្លាំងណាស់នៅពេលនេះទ្រព្យសម្បត្តិក៏នាំជួបយ៉ាងច្រើនទៀតតើអ្នកបណ្ឌិតមានបានទុកទ្រព្យសម្បត្តិទៅនោះខ្លះទេទូព្រះបង្គំមិនបានទុកអ្វីទេក្រាបទូលធនជីឯងបានជួយយើងច្រើនណាស់ហើយឯងក៏ល្មមវៃយកគូត្រកដែរដូច្នេះឯងឲ្យអាយរើសស្រីក្នុងវាំងទាំងអស់នេះចាំមិនអោខ្លាំងណាស់មានដែរនេះឯងនេះក៏ចឹងដែរបើពេញចិត្តឯងយកធ្វើជាប្រពន្ធចុះឯងទ្រព្យសម្បត្តិគឺមិនខ្វល់ឡើយទូព្រះបង្គំមិនយកស្រីនៅក្នុងវាំងធ្វើជាប្រពន្ធទេព្រោះពួកនឹងមិនមែនជាស្រីទេគឺសុទ្ធតែជាញីក្រាបទូលមិនលឺទេសំមុខហើយបណ្ឌិតធនជីចុះណាស្រីពិតនោះមែនហើយបណ្ឌិតជីតើតរស្រីពិតនៅไหนណាទៅខ្ញុំធានាថានឹងរកឲ្យបានសូមព្រះអង្គព្រះរាជទានសម្ពុតប្រែហូលឲ្យបានច្រើនដើម្បីឲ្យទូព្រះបង្គំស្វែងរកស្រីពិតក្រាបទូលថ្ងៃយប់ដើរស្កាត់រិះរកស្រីប្រឡោមសុំក្តីដោយស្នេហាស្វែងរកស្រីពិតសពលក្ខណៈប្រ